ភ័យ8 2026បងប្អូនខ្វះតែ2ឆ្នាំទៀតទេ100ឆ្នាំវ៉ាវពិសេសមែនតើណាបងប្អូនបងប្អូនអ្នកដែលស្រឡាញ់រថយន្តហើយជាពិសេសគឺបងប្អូនអ្នកដែលស្រឡាញ់រថយន្តស៊េរីចាស់យូរហើយបងប្អូននេះជារថយន្តមួយគ្រឿងឈរយ៉ាងស្រស់សង្ហាហើយខ្ញុំជឿថាបងប្អូនប្រកាសជាមានចម្ងល់ដូចតែខ្ញុំដែរថាតើរថយន្តមួយគ្រឿងនេះផលិតនៅក្នុងឆ្នាំណាហើយតើរថយន្តមួយនេះយកពីណាមកហើយតើទីតាំងដែលរថយន្តមួយនេះកំពុងតែបញ្ឈរនៅទីនេះគឺស្ថិតនៅកន្លែងណាទីទៀតខ្ញុំនឹងឲ្យបងប្អូនបានដឹងបានយល់ហើយក៏បានជ្រាបអំពីទីតាំងក៏ដូចជាព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹងរថយន្តមួយនេះដែរតែឥឡូវនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមកមើលអំពីរូបរាងរបស់រថយន្តនេះបន្តិចបងប្អូនព្រោះដោយសារដូចបងប្អូនបានឃើញអញ្ចឹងសភាពរបស់រថយន្តនេះគឺចាស់មែនតើណាបងប្អូនមិនមែនចាស់សភាពរថយន្តទេគឺឆ្នាំប្រហែលជាអាចនឹងយូរមែនតើនៃការផលិតប៉ុន្តែបើយើងមើលទៅលើរូបរាងរបស់វាហាក់ដូចជានៅថ្មីគួរសមដែរតើបងប្អូនបាទគ្រឿងថ្នាំគ្រឿងអីដូចជាមិនមានជាបញ្ហាទេប៉ុន្តែបើយើងមើលប្រភេទស៊េរីនេះគឺមិនក្រោម100ឆ្នាំទេបងប្អូនឡានមួយគ្រឿងនេះបើសិនតែយើងមើលគ្រឿងក្រៅខាងក្នុងនេះបងប្អូនមើលនេះបាទមានតាំងពីជង្គៀងមានតាំងពីតាប់ឡូមាន indicator អីផ្សេងហ្នឹងគឺស៊េរីតំណងដូចជាចាស់មែនតើរថយន្តមួយប្រភេទនេះគឺជារថយន្តរបស់ក្រុមហ៊ុន Mercedes បងប្អូននេះបាទតែម logo របស់វាស្អាតមែនតើបងប្អូនហើយនៅខាងមុខនេះគឺមានបំពាក់គ្រឿងបើយើងមើលទៅថារថយន្តប្រភេទអញ្ចេះគ្រឿងប្រភេទអញ្ចេះគឺគេហៅថាគ្រឿងកាលពីសម័យយូរហើយបងប្អូនហើយនៅខាងមុខនេះបងប្អូននេះរំលេចទៅដោយ logo របស់ Mercedes ស្អាតមែនតើដោយឡែកបើយើងមើលទៅលើកង់របស់វាបងប្អូនកាឡារបស់វានៅថ្មីគួរសមដែរតើបងប្អូនយិនរបស់វានេះក៏មិនជាចាស់អីប្រហែលដែរមិនដឹងថារថយន្តនេះអាចនៅដំណើរការបានឬក៏យ៉ាងណាទេចង់ដឹងច្បាស់បន្ថែមជួបជាមួយនឹងអ្នកគ្រប់គ្រងនៅទីនេះតែម្ដងជំរាបសួរបងបាទជំរាបសួរបងបាទអរគុណច្រើនបងបងអាចជួយណែនាំឈ្មោះជូនបងប្អូនយើងដែលកំពុងទស្សនាបាទជំរាបសួរខ្ញុំឈ្មោះចម្រើនបងខ្ញុំជាអ្នកគ្រប់គ្រងនៅហាងភោជនីយដ្ឋានសែបបងនៅនេះទីតាំងកន្លែងនេះយើងហៅទីតាំងអីដែរបងទីតាំងយើងនេះស្ថិតនៅក្នុងភូមិកបាលថ្នល់សែបឃុំសែបស្រុកកំពង់តឡាយខេត្តកំពង់ឆ្នាំងបងពីទីក្រុងភ្នំពេញមកយើងជិះតាមផ្លូវជាតិលេខ5បងចំណុចគីឡូលេខ66រថយន្តនេះផលិតនៅក្នុងឆ្នាំណាផលិតនៅឆ្នាំ1928បង28 2026បងប្អូនខ្វះតែ2ឆ្នាំទៀតទេ100ឆ្នាំវ៉ាវពិសេសមែនតើណាបងប្អូននាំចូលឆ្នាំណាបងនាំចូលមកស្រុកខ្មែរយើងដាក់ទីតាំងនៅនេះម្ដងគឺឆ្នាំ2020មកដល់ឥឡូវវាចូល6ឆ្នាំ2026បាទរថយន្តនេះយើងយកមកតាំងហ្នឹងជាប្រភេទរថយន្តដែលយើងនាំចូលឬក៏ជាប្រភេទយើងកែច្នៃយ៉ាងម៉េចបងអាចជួយបញ្ជាក់បន្តិចបាននេះគាត់នាំចូលដើម្បីយកមកតាំងដើម្បីលើកមុខមាត់ហាងយកពីខាងណាមកបងនាំមកពីខាងប្រទេសកាណាដាបងឡាននេះមើលទៅដូចវែងជាងឡានធម្មតាមែនទែនបងមែនទេឡានយើងដូចជា4ម៉ែត្រតែអានេះប្រហែលជាខ្ទង់ល្បាក់ប៉ុណ្ណឹងដែរប៉ុន្តែយើងធ្វើមកដូចអាក្បាលវានេះចង់ដូចអាទេសភ្លើងឯមែនទេបងបាទហ្នឹងស៊េរីកាលឆ្នាំ1928គេធ្វើអញ្ចឹងណោះបាទប៉ុន្តែនៅថ្មីល្អម្ល៉េះបងយើងមានការបាញ់ថ្នាំសារថ្មីឬក៏ពណ៌វានៅអញ្ចឹងតែម្ដងពណ៌ស៊ីនតាំងពីដើមមកអញ្ចឹងតែម្ដងមិនធម្មតាប៉ុន្តែសពថ្ងៃយើងដាក់តាំងអញ្ចឹងវាមានធូលីយើងសម្អាតប្រចាំថ្ងៃក៏ប៉ុណ្្នឹងឯងបងប្អូនមើលទឹកថ្នាំឯងរបស់វានៅស៊ីនរបស់វាស្អាតតែម្ដងប៉ុន្តែបើសិនជាយើងមើលយើងអត់ដឹងថ្នាំក៏យើងអាចមើលយល់បានខ្លះដែរថាសូម្បីតែជាគៀងមុខរបស់វានេះគឺធ្វើមក model ចាស់មែនតើឃើញទេបងប្អូនហើយកន្លែង display នេះជាពិសេសបាទនេះដូច display យើងនិយាយថាដូច display អាទៀបភ្លើងហ្នឹងបាទហើយបើ display វិញនៅទីនទូនដឹងយ៉ាងណាណាអានេះអីទៅបងកន្លែងនេះតុបបងតុបធ្វើអីអានោះបាញ់ភ្លើងហ្វាមែនបាទជុំបាញ់ភ្លើងហ្វាពណ៌មកទៅផឹងអាហ្នឹងអីគេកាងមុខកាងមុខបងកាងមុខកាងមុខអីក៏សាហាវយ៉ាងនេះណោះខាងក្រោយនេះមិនមែនជាប្រភេទរថយន្តដែលមានដបូលទេមែនទេបងបាទចុះអានេះគេថាទុកសម្រាប់អីបើដាក់ទៅយើងឆ្នៃទៅជាដបូលដូចបច្ចុប្បន្នភាពយើងធ្វើបានអ្វីដែលមានសភាពចាស់បន្តិចកែបន្តិចទេតែក្រៅពីនោះយើងមើលទៅវាហាក់ដូចជារថយន្តនឹងមកល្មមយើងអាចប្រើបាននៅថ្មីមែនទេបងបើយើងអភិរក្សយើងអត់ចង់កែច្នៃទៅជាថ្មីទេយើងចង់អភិរក្សវាជាប់រហូតអញ្ចឹងអូអញ្ចឹងមានន័យថាបងប្អូនសូម្បីតែកែរបស់វាកន្លែងអង្គុយរបស់វាក៏របស់ original ដែរអត់មានការកែអត់មានការដែលយើងបន្ថែមថ្មីអត់មានការដែលយើងធ្វើវាឲ្យស្អាតជាងមុនអីគឺអត់ទេបងប្អូនមើលនេះតែមានតែមួយគ្រឿងនឹងដែរបងយើងមាន2គ្រឿងបងក៏ប៉ុន្តែបច្ចុប្បន្នភាពយើងទៅតាំងបានមួយគ្រឿងដោយសារតែនៅខាងនោះយើងអត់ទាន់ដាក់ទីតាំងបានស្រួលការរៀបចំបងនៅកន្លែងនេះបងប្អូនមកពិសាអាហារមិនត្រឹមតែបានពិសាអាហារទេបងប្អូនអាចមកទស្សនាឬក៏បងប្អូនអាចមើលទៅលើប្រភេទរថយន្តស៊េរីចាស់មកប្រភេទនេះដែលមានអាយុកាលយូរមែនទែនបងប្អូនជិត100ឆ្នាំហើយក្រៅតែពីនោះបងប្អូនពិសាអាហារក៏ដូចបងប្អូនអាចបានពិសាកាហ្វេបងប្អូនអាចចាក់សាំងក៏បានដែរបងប្អូនណា
อันนี้เติงสต็อปไว้บองเลยคือเนินซินตั้งปีดาวเมาสะอาด cho càng người khang khối ní anh ấy càng xịn bỏ về đài บาท hay cho anh ấy bỏ lại chạ sang này บาท ấy vậy ta rực dồn ní bởi dừng mơ tới việc tiệm tịch mày này bóng บาท và bộ để xa cái phơi chia lệ cả lịch sử บาท sử đi cho năm mà con bộ nội phây bảy bóng bóng tập bẩn năng cứ lôi ở บอง bóng สะ sao ลังติดมั้ย บ้า สังหามอง mơ nhầm lang tịnh mới บาท và ok ấy rồi mà mà bóng thầy tự cống á nhỉ cái này dương hiện bả đã chơi tích bóng bóng เอ๊ะ chơi แต่ ở dương สั sụt ง đốp หาน่ะบางซื้อ và những opoma hay là lấy dương phùng bàn cho nó tập lô ní mình đang miên ấy khai bóng nó anh ấy dương mẹ chia ấy tử อันนี้กงเตอร์ไปดาว công tơ nè บาท ok cho đợt ní sang đi gọi อันนี้สั่ง cho đợt ní ấy kì โดยយើងបច្ចុប្បន្នភាពอันนี้ម៉ាស៊ីនចាក់ចម្រៀង anh ấy phải chỉ ai cái side để chẳng nó បាទទៅនោះគឺសែត nhục cái side chỗ là bóng nè បាទ lấy nó lấy đạo sào anh ấy mấy cái thằng đằng sào anh សោឡុកសោ và bàn tay đưa dương ăn miên đạo sào này mày này bóng សោរសាភ្លេចយកមក bà sân vô mở dương chỉ đa lên mà chung bát wow phần này cứ bị xe nè từ hai để rồi dân tăng bị chết mà rồi cho năm từ hai nơi miền sập hiệp lò bài này hai person bảo bong bôn để trong chơi mà tu sập nạp toแต่mà đón bong bôn anh chơi màu khang khai cùng chức năng nhiều bán bong anh bị chạy xây than mà đón tiết ban bong បាទសម្រាប់អាសយដ្ឋានកន្លែងហាងសែបរបស់យើងខ្ញុំគឺស្ថិតនៅភូមិក្បាលថ្នល់សែបឃុំសែបស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងបង អរគុណបងប្អូនអរគ្នាសម្រាប់ពេលនេះខ្ញុំបាទរួមជាមួយនឹងបងប្រុសសូមជម្រាបលា